អាជ្ញាធរខេត្តតាកែវអំពាវនាវនិងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសសិប្បកម្មទាំងអស់ត្រូវពង្រឹងនិងពង្រីកប្រព័ន្ធផលិតកម្មឲ្យមានស្តង់ដារផលិតផលប្រកបដោយទំនុកចិត្តខ្ពស់ថ្លែងក្នុងឱកាសអញ្ជើញជាគណៈអធិបតីបើកសិក្ខាសាលាស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផលនិងប្រព័ន្ធផលិតកម្មសិក្ខាសាលានេះប្រារព្ធធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្តតាកែវលោកយងសុវឌ្ឍនាអភិបាលរងនៃគណៈអភិបាលខេត្តតាកែវនិងលោកជីពភក្តីប្រធានសភាពាណិជ្ជកម្មខេត្តតាកែវលោកយងសុវឌ្ឍនាអភិបាលរងខេត្តតាកែវបានមានប្រសាសន៍ថាក្នុងបរិបទនេះយើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់ថាប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានបានរួបរวมជាកម្លាំងតែមួយក្នុងស្មារតីនៃមហាគ្រួសារខ្មែរតែមួយដោយមានទំនុកចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានារួមទាំងបញ្ហាព្រំដែននិងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាប្រកបដោយចីរភាពទំនើបនិងធន់លោកបន្តថាការពង្រឹងនិងការពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុកឲ្យកាន់តែល្អរឹងមាំមានគុណភាពភាពធន់និងភាពប្រកួតប្រជែងគឺជាកត្តាដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលនិងវិស័យឯកជនត្រូវបន្តរួមគ្នាយកចិត្តទុកដាក់លោកយងសុវឌ្ឍនាអភិបាលរងខេត្តតាកែវបានបញ្ជាក់បន្ថែមថារដ្ឋាភិបាលនឹងបន្តលើកកម្ពស់ការប្រកួតប្រជែងនិងពង្រឹងភាពធន់នឹងវិបត្តិតាមរយៈការកែលម្អបរិយាកាសធុរកិច្ចធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរជាមួយទីផ្សារក្នុងនិងក្រៅប្រទេសលោកអភិបាលរងខេត្តតាកែវបានបន្ថែមថាជាការពិតប្រទេសកម្ពុជាមានទីផ្សារបើកចំហដែលផលិតផលក្នុងស្រុកប្រកួតប្រជែងដោយផ្ទាល់ជាមួយទំនិញនាំចូលអ្នកប្រើប្រាស់កម្ពុជាមានសិទ្ធិជ្រើសរើសផលិតផលដោយផ្អែកលើតម្រូវការរបស់ពួកគេដោយតម្លៃអនាម័យគុណភាពនិងបរិមាណគឺជាកត្តាចម្បងដែលជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ពួកគេលោកបន្តថាផលិតកម្មក្នុងស្រុកដើម្បីបំពេញតម្រូវការក្នុងស្រុកមានការកើនឡើងជាលំដាប់ដោយសហគ្រាសខ្នាតតូចធំនៅកម្ពុជាត្រូវបានបង្កើតឡើងកាន់តែច្រើនទន្ទឹមនឹងនេះអតិថិជនកម្ពុជាកំពុងចាប់ផ្ដើមផ្ដល់តម្លៃលើផលិតកម្មក្នុងស្រុកច្រើនជាងបើធៀបនឹងការនាំចូលលោកបានថ្លែងទៀតថាឥឡូវនេះមានផលិតផលក្នុងស្រុកជាច្រើនប្រភេទដែលអាចរកបានរួមមានអាហារកែច្នៃគ្រឿងទេសគ្រឿងសម្អាងកសិផលទំនិញឧស្សាហកម្មនិងទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនផលិតផលទាំងនេះមិនត្រឹមតែបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែថែមទាំងបម្រើជាផលិតផលជំនួសដ៏មានប្រសិទ្ធភាពសម្រាប់ទំនិញនាំចូលជាច្រើនផងដែរលោកអភិបាលរងខេត្តតាកែវជឿជាក់ថាការកើនឡើងនៃការគាំទ្រចំពោះផលិតផលក្នុងស្រុកទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគតនឹងផ្ដល់នូវការលើកទឹកចិត្តនិងធនធានដ៏រឹងមាំសម្រាប់សហគ្រាសសិប្បកម្មនានាដើម្បីពង្រឹងនិងពង្រីកប្រព័ន្ធផលិតកម្មឲ្យមានស្តង់ដារផលិតផលប្រកបដោយទំនុកចិត្តខ្ពស់ពីអ្នកប្រើប្រាស់ទូទៅ។